មានតែអ្នកដែលមានបងប្អូនទៅកូរ៉េទេដែលយកអារម្មណ៍មួយនេះគិតពិតជាពិបាកទទួលយកខ្លាំងណាស់តែដើម្បីជីវភាពគ្រួសារយើងមិនអាចធ្វើអ្វីបានក្រៅពីការកាត់ចិត្តនិងការជូនពរដើម្បីឲ្យមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរជាពិសេសគឺជួបថៅកែល្អពេលដែលទៅដល់កូរ៉េសុខសុវត្ថិភាពមិនថាទៅទីជិតទីឆ្ងាយឬក៏ដល់ប្រទេសកូរ៉េទេគឺសង្ឃឹមថានឹងមានជួបថៅកែដែលល្អជាពិសេសបងប្អូនក៏សប្បាយចិត្តពុកម៉ែបងប្អូនដែលមានសម្រាប់ការចូលមើលប្លុករបស់ខ្ញុំជាពិសេសខ្ញុំតែម្ដងមិនដែលមានបងប្អូនទៅកូរ៉េទេហើយនេះជាលើកទី1ដែលហើយក៏បងប្អូនរបស់ខ្ញុំឡើងទៅតាំងពីតូចហើយគាត់ពេលនេះក៏បានទៅកូរ៉េជួបថៅកែល្អជាពិសេសសុខសុវត្ថិភាពក្នុងការធ្វើដំណើរមិនថាទីជិតទីឆ្ងាយនេះរូបខ្ញុំបានពិតជាឡើងគីឡូខ្លាំងមែនទែនហើយនេះជាសកម្មភាពដែលខ្ញុំស្វីតពីអ្នកភរិយារបស់ខ្ញុំហើយក៏បានដើរថតនៅពលានយន្តហោះហើយក៏បានកាន់ដៃគ្នារីឯកូនរបស់ខ្ញុំគឺទុកឲ្យម៉ែហើយនិងមីងរបស់ខ្ញុំគាត់មើលដែលគាត់នៅលើប៉ុន្តែខ្ញុំនេះគឺទៅក្រោយគេទេហើយក៏ខ្ញុំបានបង្ហាញនៅពលានយន្តហោះថ្មីពិតជាស្អាតហើយក៏ធំទូលាយដែរពលានយន្តហោះនេះទៅគឺផាសុខភាពខ្លាំងមែនទែនពលានយន្តហោះថ្មីហើយនេះក៏ជាសកម្មភាពទីលានហើយក៏មានភ្លើងដែលភ្លឺស្វាឆ្វាយតែម្ដងហើយដូចគេថាស្រែចូលក្រុងពិតមែនហើយពួកខ្ញុំមិនដែលចូលក្រុងដូចគេទេបងប្អូនអើយហើយនេះគឺភរិយារបស់ខ្ញុំគាត់បានដើមដោយសារតែឃើញទេសភាពស្អាតពេកក៏បានថត selfie ឲ្យបងប្អូនទេសនាម្ដងកុំឲ្យតែគេថាកុំឲ្យតែគេនិយាយលើតែស្អាតមិនដែលបានមកឥឡូវនេះខ្ញុំក៏បានមកសាកថតលេងតែមិនបានដើរបានឆ្ងាយទេបងប្អូនដោយសារតែមានជាប់នេះកូនពៅនេះអូកំពូកោមែនតែចៃដន្យអីគឺគាត់ទៅនេះมันមានការយំអីទេគឺគាត់ចូលទៅឲ្យតែមានទឹកដោះគោម៉ាំគឺគាត់ម៉ាំហើយមិនពិបាកទេកូនពៅនេះពិតជាស្រួលខ្លាំងណាស់ហើយនេះក៏ជាការជិះឡានមួយកំសាន្តដោយសារតែទេសភាពស្អាតពេកនៅក្នុងបរិវេណពលានយន្តហោះថ្មីរបស់យើងអូពិតទៅពលានយន្តហោះនេះពិតជាតាក់ទាញភ្ញៀវទេសចរដោយសារតែមានទីធ្លាធំស្អាតយ៉ាងទូលាយជាពិសេសចំណតឡាននិងអនាម័យទេបងប្អូនគឺថាមានផាសុខភាពហើយនឹងអូគឺថាស្អាតខ្លាំងមែនទែននេះជាសកម្មភាពដែលខ្ញុំបង្ហាញខ្លះឲ្យបងប្អូនទេសនានៅក្នុងពលានហើយក៏មិនបានថតអីពេញលេញដែរគឺថតសកម្មភាពខ្លះកន្លែងណាដែលស្អាតហើយនេះក៏ជាសកម្មភាពដែលបងប្អូនមកដល់ពលានអូពិតជាគាត់ថាពិតជារំភើបខ្លាំងណាស់ហើយពលាននេះពិតជាធំហើយស្អាតមើលទៅមានភាពតាក់ទាញជាពិសេសភ្ញៀវទេសចរដែលមកទេសនានៅក្នុងពលានយន្តហោះថ្មីហើយជាពិសេសនេះគឺកូនពៅរបស់ខ្ញុំបានដេកហើយដោយសារនៅក្នុងពលានយន្តហោះថ្មីនេះគឺនិយាយពីថាអូម៉ាស៊ីនត្រជាក់អីត្រជាក់ស្រេបហើយគាត់ក៏ចូលចិត្តត្រជាក់ដែរហើយបងប្អូនរបស់ខ្ញុំនេះគឺគាត់បានសប្បាយចិត្តយ៉ាងខ្លាំងដែលមានបងប្អូនទៅកូរ៉េថាអូមកយូរហើយមិនដែលមានបងប្អូនទៅកូរ៉េទេពីណាមិនរំភើបពីណាមិនរីករាយបងប្អូនសម្បីតែកូនពៅរបស់ខ្ញុំនេះក៏សប្បាយចិត្តដែរបងប្អូនមើលទៅសកម្មភាពអូថតនិយាយថាពីអញញឹមខ្ជិបណាមួយដោយសារតែទេសភាពនៅពលាននេះគឺទីធ្លាស្អាតហើយមានដើមឈើអីគឺថាអូស្រស់បំព្រមពូពេញទៅដោយផាសុខភាពខ្លាំងមែនទែនជាពិសេសផ្ដាំដល់បងប្អូនដែលមិនទាន់បានមកលេងបងប្អូនអាចមកលេងបានដោយសារតែទីធ្លានៅពលាននេះពិតជាស្អាតខ្លាំងណាស់ដោយសារបើយើងដើរលេង1ម៉ោងអីយើងផ្ញើនៅចំណតនោះប្រហែលជាអស់តែ 6,000 ទេបងប្អូននៅក្នុងចំណតនេះបើសិនបើយើងផ្ញើនៅចំណត VIP អានឹងអាចនឹងអស់ថ្លៃបើសិនបងប្អូនចង់មកលេងអីខ្ញុំរីខមមិនឲ្យបងប្អូនផ្ញើនៅចំណតធម្មតានឹង1ម៉ោងតែ 6,000 ទេបងប្អូនវារៀងធូរថ្លៃបន្តិចហើយខ្ញុំក៏នេះក៏ភ័យដែរស្មានតែថ្លៃដោយសារតែខ្ញុំស៊ូគេទៅអូរៀងធូរថ្លៃអញ្ចឹងក៏បានចូលទៅក្នុងចំណតហ្នឹងទៅហើយណាមួយក៏សប្បាយចិត្តទោះបីអស់លុយក៏យើងសប្បាយចិត្តបងប្អូនហើយនេះក៏ដល់ពេលវេលាដែលបងប្អូនរបស់ខ្ញុំគាត់បានឡើងទៅកូរ៉េហើយក៏ត្រៀមនឹងឡើងយន្តហោះដែរហើយក៏បានបងប្អូនពុកម៉ែញាតិមិត្តមិនថាទីចិត្តទីថ្ងៃទេគឺថាគាត់បានជូនពរផ្ដល់ពរជ័យសិរីសួស្ដីដល់គាត់ដើម្បីក្នុងការធ្វើដំណើរទៅប្រកាន់ប្រទេសកូរ៉េនេះឲ្យមានសុខសុវត្ថិភាពហើយមើលទៅមានអារម្មណ៍ថាក្តុកក្តួលខ្លាំងមែនទែនបងប្អូនហើយដោយសារតែគាត់ថាអាចថាកូនគាត់មានតែ2នាក់ទេបងប្អូនរបស់គាត់នឹងហើយពេលនេះគាត់បានទៅកូរ៉េហើយសង្ឃឹមថាគាត់នឹងបានប្រាក់ខែច្រើនដើម្បីជាមកផ្គត់ផ្គង់គ្រួសាររបស់គាត់ក៏សូមអរគុណដល់បងប្អូនសម្រាប់ការចូលមើល vlog ដ៏រញ៉េរញ៉ៃរបស់ខ្ញុំនេះ